Đầm lấy hàng chinh mi on rạ chít họ lang nơi là nghi thang ăn kỳ ni. Đầm lấy mi họ lang vinh nơi là nghi thang ăn kỳ ni trong pelmin phiệp mình prakot prachi chấm pu ca đã pun coi rờ bò sa rọt Amerik từ lơ prote để nôm châu preng pi prote Venezuela ព្រមទាំងផលប៉ះពាល់នៃពន្ធគយទៅលើសេដ្ឋកិច្ចពិភពលោកយោងតាមតម្លៃទីផ្សារមាសអន្តរជាតិក្នុង Trading View នៅល្ងាចថ្ងៃទី25ខែមីនានេះមាសមានតម្លៃ $3,547 ក្នុងមួយដំឡឹងឬស្មើនឹង $3,025 ក្នុងមួយអោនលោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Actitrade បាននិយាយថាការគម្រាមដាក់ពន្ធរបស់លោក Donald Trump ចំនួន 25% ទៅលើប្រទេសដែលនាំចូលប្រេងពីប្រទេស Venezuela និងការរំពឹងទុកនៃការទម្លាក់អត្រាការប្រាក់ម្ដងទៀតក្នុងពេលឆាប់ៗរបស់ធនាគារកណ្ដាលអាមេរិករួមជាមួយនឹងការភ័យខ្លាចនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចបានបន្តគាំទ្រដល់តម្លៃមាសក្នុងការកើនឡើងនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ឥឡូវនេះវិនិយោគិនកំពុងរងចាំទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះជាពិសេសរបាយការណ៍ការចំណាយប្រើប្រាស់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកដែលហៅកាត់ថា PCE ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះសម្រាប់ការណែនាំអំពីការផ្លាស់ប្ដូរគោលនយោបាយហិរញ្ញវត្ថុបន្ថែមទៀតហើយមាសត្រូវបានគេមើលឃើញថាជាការការពារប្រឆាំងនឹងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចហើយជារឿយៗតម្លៃមាសមានភាពទាក់ទាញខ្លាំងនៅពេលដែលអត្រាការប្រាក់ទាបដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងចេញមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Master Khan Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ